ជំរាបសួរបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយដែលខ្ញុំនឹងធ្វើការបង្ហាញជូនបងប្អូនទាំងអស់គ្នាអំពីការប្រើប្រាស់ប្រភេទរថយន្ត pick up នេះដោយខ្ញុំជ្រើសរើសរថយន្ត JMC យកមកបង្ហាញជូនបងប្អូនទាំងអស់គ្នាថាតើរបៀបនៅក្នុងការប្រើប្រាស់រថយន្តនេះនៅក្នុងការដែលយើងប្រើប្រាស់នៅក្នុងស្ថានភាពដែលអត់មានផ្លូវដែលគេថាផ្លូវ off road ហ្នឹងតើមានអត្ថន័យយ៉ាងណាតើពេលដែលយើងប្រើការទៅតើវានឹងដំណើរការយ៉ាងណាតោះឥឡូវបងប្អូនទាំងអស់គ្នាទៅជួបជាមួយខ្ញុំទាំងអស់គ្នាបងប្អូនទាំងអស់គ្នាដោយសារតែរថយន្តនេះគឺជាប្រភេទរថយន្ត pick up វាដំណើរការដោយប៉ុង2តែម្ដងដែលយើងអាចជ្រើសរើសប៉ុង1ក៏បានប៉ុង2ក៏បានអញ្ចឹងបងប្អូនទាំងអស់គ្នាប្រកាសជាឆ្ងល់ថាតើដំណើរការប៉ុង1វាខុសគ្នាពីប៉ុង2យ៉ាងម៉េចអញ្ចឹងបងប្អូនទាំងអស់គ្នាចាំមើលទាំងអស់គ្នាណាកុំតណាទៅណាអញ្ចឹងខ្ញុំនឹងចាប់ផ្ដើមបញ្ឆេះរថយន្តនេះដើម្បីបង្ហាញជូនបងប្អូនទាំងអស់គ្នាថាពេលដែលខ្ញុំប្រើវាប៉ុងតែមួយអញ្ចឹងវាវិលកង់តែក្រោយទេណាបងប្អូនទាំងអស់គ្នាចាំបងប្អូនទាំងអស់គ្នាចាំមើលណាអានេះគឺវិលតែប៉ុងក្រោយទេអញ្ចឹងដូចបងប្អូនទាំងអស់គ្នាបានទស្សនាអញ្ចឹងគឺតែខាងក្រោយទេអញ្ចឹងខ្ញុំចាប់ផ្ដើមដាក់លេខទៅមុខអូខេបងប្អូនទាំងអស់គ្នាចាំមើលវិលតែកង់ក្រោយណាបាទនេះបងប្អូនទាំងអស់គ្នាឃើញកង់មុខគឺអត់វិលទេគឺវិលតែកង់ក្រោយទេអញ្ចឹងបន្ទាប់មកទៀតគឺខ្ញុំនឹងកាច់មូតមកលក្ខណៈថា 4 wheel drive ហ្នឹងគឺមានន័យថាវិលទាំងប៉ុងទាំងពីរតែម្ដងចាំបងប្អូនទាំងនេះចាំមើលទាំងអស់គ្នាថាតើវិលប៉ុងទាំងពីរយ៉ាងម៉េចណាបាទអញ្ចឹងសន្ទុះពេលដែលវាវិលប៉ុងទាំងពីរហ្នឹងគឺសន្ទុះរបស់វារៀងខ្លាំងបន្តិចដែរបងប្អូនទាំងគ្នាអញ្ចឹងនេះគឺជាការរត់ប៉ុងទាំងពីរហើយនឹង option មួយទៀតគឺ all wheel drive 4x4 បងប្អូនទាំងនេះចាំមើល 4x4 តែអានេះគឺយើងតម្រូវដាក់ N សិនបងប្អូនទាំងគ្នាហើយយើងកាត់មក 4x4 កន្លែងនេះគឺវាអត់ប្រកាន់ថាយើងពាក់ខ្សែក្រវ៉ាត់ឬដោះខ្សែក្រវ៉ាត់ទេដោយសារតែ 4x4 គឺវាស្ថានភាពផ្លូវថ្មបងប្អូនទាំងគ្នារបស់វាគឺដើរខ្លួនឯងហ្មងអញ្ចឹងអានេះគឺវាទៅខ្លួនឯងត្រឹបហ្មងបងប្អូនទាំងគ្នានេះដូចបងប្អូនទាំងគ្នាឃើញស្រាប់ហើយនេះគឺវាកំពុងធ្វើដំណើរខ្លួនឯងអញ្ចឹងទៅហើយយើងចុះទៅលើឡានហ្នឹងក៏ឡាននឹងធ្វើដំណើរទៅដែរបងប្អូនទាំងគ្នាឃើញអត់នេះបងប្អូនទាំងគ្នាឃើញអត់ចុះបានគឺមានន័យថា 4x4 វាវិលទៅទាំងខ្លួនឯងហ្មងណាបងប្អូនទាំងគ្នាឃើញអត់បាទនិយាយទៅថាជួយទាញវាក៏ទាញអត់តបដែរក៏តបអត់ជាប់ដែរបងប្អូនឃើញអត់ទៅតែខ្លួនឯងហ្មងអញ្ចឹងនេះហើយគឺជា 4x4 ដែលគេហៅថាកាពីតាពីព្រោះកាពីតាហ្នឹងគឺភាសាអ៊ីតាលីបងប្អូនទាំងគ្នាអ៊ីតាលីប្រែថាកម្លាំងអញ្ចឹង option មួយនេះគឺគេប្រើសម្រាប់ពេលដែលឧបមាថាបងប្អូនទាំងអស់គ្នាត្រូវការអូសឬក៏សណ្ដោងអីចឹងណាបាទអូខេយើងតម្លាក់មក 2H វិញអញ្ចឹងយើងក៏អាចជន់វាឲ្យទៅមុខធម្មតាវិញបានដែរបងប្អូនទាំងគ្នានេះអូខេប៉ុន្តែនៅពេលដែលយើងកាច់ទៅ 2H វិញគឺវាតម្រូវយើងពាក់ខ្សែក្រវ៉ាត់ហើយព្រោះយើងជិះធម្មតាអញ្ចឹងណាបងប្អូនទាំងគ្នាអូខេអញ្ចឹងនេះគឺជា option ដែលខ្ញុំបានបង្ហាញបងប្អូនទាំងអស់គ្នានៅក្នុងការដែលប្រើប្រាស់រថយន្តផងដែរអញ្ចឹងនៅពេលណាដែលបងប្អូនទាំងអស់គ្នាត្រូវការប្រើប្រាស់រថយន្តហើយចង់ដឹងពីរបៀបនៅក្នុងការប្រើគឺខ្ញុំប្រាប់បងប្អូនទាំងអស់គ្នាហើយដោយសារតែ GMC នេះវាមានជាមួយនឹង rear wheel drive all wheel drive ហើយនឹង low high ហើយមាន lock ប៉ុងមួយទៀតអញ្ចឹងបងប្អូនទាំងអស់គ្នាប្រកាសជាចង់ដឹងថាតោះចុះ lock ប៉ុងគេប្រើពេលណា lock ប៉ុងគឺគេប្រើនៅពេលដែលឡើងបាយខុំមួយចំហៀងអីចឹងទៅវាខៃអត់រួចអញ្ចឹងគេត្រូវការប្រើបាយខុំហើយតោះឥឡូវយើងទៅប្រើ lock ប៉ុងទាំងអស់គ្នាបាទខ្ញុំធ្វើការ lock ប៉ុងនេះបងប្អូនទាំងអស់គ្នានេះកន្លែងនេះយើងចុច lock ប៉ុងមកបាទលឹបមក lock វាវិលទាំងពីរមានន័យថាកង់ក្រោយហ្នឹងវិលទាំងពីរសុំកាមេរ៉ាទៅក្រោយតិចបាទទៅក្រោយបាទអូខេហើយចាំមើលវាវិលទាំងពីរបាទវិលទាំងពីរវាទៅអត់នេះគឺជាការដំណើរការដែលវិលទាំងពីរបងប្អូនទាំងគ្នាពេលដែលវិលទាំងពីរគឺចេញរបៀបហ្នឹងចុះបងប្អូនទាំងគ្នាពេលឃើញប្រសិទ្ធភាពរបស់ lock ប៉ុងពេលដែលយើងធ្វើការ lock ប៉ុងគឺវាលក្ខណៈថាទៅមុខបានដោយសារវាខៃកង់ទាំងពីរអញ្ចឹងបងប្អូនទាំងគ្នាឃើញប្រសិទ្ធភាពនៃការ lock ប៉ុងហើយអញ្ចឹងពីវីដេអូនេះផងដែរក៏សូមអរគុណដល់ប្រិយមិត្តទាំងអស់គ្នាគោរពជូនពរបងប្អូនទាំងគ្នានិងជម្រាបលាជួបគ្នានៅវីដេអូក្រោយបាយបាយ